សូមគ្រប់ប្រិមត្តទូទស្សនិកជននិងបងប្អូនជនរួមជាតិដែលកំពុងតាមដានទស្សនាកម្មវិធីហមេព័ត៌មានម៉ោងទី1គ្រប់មជ្ឈដ្ឋាននៅវេលានេះថ្ងៃនេះថ្ងៃ9កើតខែបឋមសាទឆ្នាំមមែសព្វស័កពុទ្ធសករាជ2559បាទត្រូវនឹងថ្ងៃពុទ្ធបាទទី23ទី24ខែមិថុនាគ្រិស្តសករាជ2015សូមបកគលនីតិជូនលោកសុខៈជម្រាបជូនមេតិការជាដំបូងសិនបាទសូមជឿអរគុណច្រើនលោកបុត្រាមេតិការព័ត៌មានជាដំបូងបងប្អូនគឺថាមានបងប្អូនប្រជាពលរដ្ឋបានលើកគ្នាទៅតវ៉ាសូមឲ្យអាជ្ញាធរខេត្តលោកជួយអន្តរាគមន៍បើកផ្លូវឡើងវិញគឺនៅក្នុងខេត្តកណ្ដាលបាទស្អាងហើយមើលទៅបាទករណីខ្យល់កន្ត្រាក់គឺថាបានធ្វើឲ្យដើមឈើមួយដើមរលំបាក់សង្កត់ទៅលើបរិសម្នាក់នៅក្នុងឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំបាទពីម្សិលមិញផ្ញើសារខ្លីព័ត៌មានទាន់ហេតុការខ្លីហើយពាក់ព័ន្ធទៅនឹងរឿងខ្យល់កន្ត្រាក់ឬក៏ភ្លៀងព្យុះអីនេះនៅថ្ងៃនេះគឺកម្ពុជាយើងទទួលរងឥទ្ធិពលព្យុះពីប្រទេសចិនមានកតុយព្យុះពីប្រទេសចិនអញ្ចឹងវាអាចតំបន់មួយចំនួនធំនោះគឺថារងសម្ពាធបញ្ហាហ្នឹងអញ្ចឹងសូមឲ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នដល់តិចទៀតយើងខ្ញុំនឹងជម្រាបជូនបន្តហើយរឿងមួយទៀតនៅខេត្តកពតនោះករណីបាញ់បោះកាលពីប្រហែលអាទិត្យមុននោះណាកន្លែងការដ្ឋានបងខ្សាច់មួយនៅក្នុងស្រុកទឹកឈូហ្នឹងគឺថារហូតមកដល់ពេលហ្នឹងនគរបាលនឹងមិនទាន់រកឃើញឬក៏ចាប់ខ្លួនអ្នកដែលណាបាញ់កំភ្លើង4គ្រាប់នោះទេអូបាទអរគុណណាស់ឥឡូវសូមជូនមេតិការប៉ុណ្ណឹងសិនព្រោះនៅព័ត៌មានច្រើនទៀតអញ្ចឹងដំបូងនេះសូមបកគលភារៈជូនទៅលោកបុត្រាលំអិតរឿងបងប្អូនប្រជាពលរដ្ឋលោកតវ៉ាសូមអាជ្ញាធរខេត្តកណ្ដាលនឹងជួយអន្តរាគមន៍បើកផ្លូវឲ្យអាចធ្វើដំណើរឆ្លងកាត់ចរាចរណ៍ធម្មតាបាទសូមអញ្ជើញមុននឹងលោកសុខៈបានលើកឡើងថាស្រុកស្អាងអញ្ចឹងបាទឥឡូវស្រុកស្អាងមែនណាបាទស្អាងព្រៃគយឃុំព្រៃគយស្អាងស្រុកខាងស្រីបាទស្រុកខាងស្រីបាទបងប្អូនប្រជាពលរដ្ឋចំនួន15នាក់ជំនួសឲ្យ200គ្រួសារបាទនៅក្នុងភូមិឋានព្រែកស្នាយឃុំព្រែកគយស្រុកស្អាងលោកលើគ្នាម៉ូតូវ៉ាននៅមុខសាលាខេត្តកណ្ដាលកាលពីថ្ងៃ22កន្លងទៅនោះគឺដើម្បីសូមឲ្យឯកឧត្តមអភិបាលខេត្តបើកការស៊ើបអង្កេតជាថ្មីនឹងជួយអន្តរាគមន៍បើកផ្លូវចាស់បាទផ្លូវជាតិលេខ21ទៅកាន់អាស្រមលោកតាម្ចាស់ស្រុកហ្នឹងមិនផ្លូវជាតិទេផ្លូវមកផ្លូវទៅទេនេះដាក់ផ្លូវជាតិ21មិនជាតិទេផ្លូវជាតិលេខ21ដាក់ផ្លូវមិនផ្លូវទៅក្អមក្រមទៅនោះផ្លូវទៅព្រំដែនវៀតណាមជ្រៃធំជ្រៃអីនោះមែនទេមិនផ្លូវជាតិទេផ្លូវតូចទេផ្លូវហ្នឹងតូចបាទហ្នឹងឥឡូវគេដាក់ផ្លូវជាតិ21តាមនេះទៅឥឡូវបន្តទៅទៀតផ្លូវ21ទៅមកបាទផ្លូវ21បាទតាមផ្លូវទៅកាន់អាស្រមលោកតាម្ចាស់ស្រុកស្ថិតនៅមាត់ទន្លេដែលពួកគាត់ធ្លាប់ប្រើប្រាស់ឡើងវិញបាទហើយតំណាងទាំង15នាក់ក្នុងចំណោម200គ្រួសារនៅក្បែររោងអ្នកតានោះក៏មានអាគារអតីតឃ្លាំងកសិកម្មរដ្ឋមួយដែរលុះដល់ឆ្នាំ1988បុគ្គលដែលមានបញ្ហាជាមួយនឹងបងប្អូនប្រជាពលរដ្ឋទាំងនោះឈ្មោះផាវគៀងបានរំលោភកាន់កាប់និងបានបិទផ្លូវហើយសង់រំលើឋានរំលោភយកផ្លូវអាគារឃ្លាំងរបស់រដ្ឋទៀតបាទដែលបានចុះបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរកសិកម្មនិងអាស្រមដីលោកតាទាំងមូលលែងឲ្យពួកគាត់ធ្វើដំណើររហូតមកបាទហើយពួកគាត់បន្តថាចាប់តាំងតែពីលោកផាវគៀងអាស្រ័យផលលើដីនោះមកធ្វើឲ្យពួកគាត់មានការពិបាកខ្លាំងត្មងក្នុងការចេញទៅចូលទៅធ្វើបុណ្យទានផ្សេងតាមទំនៀមទម្លាប់ប្រពៃណីជាពិសេសនោះគឺនៅពេលដែលរៀបការកូនម្ដងដែលត្រូវហាយចំនួនកូនកន្លោះទៅសំពះអ្នកតាហ្នឹងពួកគាត់បានដាក់ពាក្យស្នើសុំទៅអាជ្ញាធរស្រុកស្អាងនៅក្នុងឃុំព្រែកគយខេត្តកណ្ដាលនឹងសូមជួយដោះស្រាយ2លើកមកហើយប៉ុន្តែលទ្ធផលដូចជាមិនមានគេហៅថាផ្លែផ្កាណាមួយទេសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃគយបាទហើយទើបនាំគ្នាយកញត្តិមកដាក់នៅក្នុងសាលាខេត្តផ្ទាល់ហ្មងថ្ងៃទី22នោះបាទហើយតំណាងរបស់សាលាខេត្តបាទលោកចេញមកទទួលការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋហើយបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋលោកត្រឡប់ទៅវិញដែរបាទពីព្រោះថាក្រោយពីទទួលបញ្ញត្តិបងប្អូនអាដាមអភិបាលខេត្តក៏លោកបានទូរស័ព្ទបញ្ជាដោយផ្ទាល់ទៅលោកខឹមច័ន្ទគិរីអភិបាលស្រុកស្អាងឲ្យជួយដោះស្រាយដល់បងប្អូនជាបន្តដែរមិនទាន់ដឹងលទ្ធផលចំណាត់ការយ៉ាងណាទេពីសំណាក់ខាងអាជ្ញាធរស្រុកនៅក្នុងស្រុកស្អាង
ហើយគេរងចាំមើលថាតើអាចជួយយ៉ាងណាហើយតាក់ទិនទៅនឹងការលើកឡើងនឹងការចោទប្រកាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃគុយលោកផៅគៀងដែលកន្លងមកលោកធ្លាប់បានអះអាងថាដីផ្លូវទាំងនោះពិតជាមានតាំងពីមុនមែនប៉ុន្តែពុំមែនជាផ្លូវសាធារណៈទេគឺជាផ្លូវចូលទៅអតីតរោងសិប្បកម្មស្គរអំពើរបស់លោកទេបាទលោកលើកឡើងអញ្ចឹងហើយការបើកឲ្យលោកដើរថាបើកផ្លូវឲ្យប្រជាពលរដ្ឋដើរនៅពេលថ្ងៃដែរនោះគឺបិទនៅពេលយប់ពីព្រោះថាការពីសន្តិសុខនិងសុវត្ថិភាពគ្រួសាររបស់លោកដែរលោកបើកពេលថ្ងៃប៉ុន្តែយប់អត់បើកទេបាទអូអាចដែរបាទព្រោះផ្ទះគាត់នៅនឹងជំនាញនឹងដែរហើយគាត់ត្រូវការសុវត្ថិភាពគ្រួសារគាត់បើមិនកាលណាដែលគាត់បើកយប់គាត់អាចលើកគាត់លើកឡើងថាវាអាចនឹងជួបហានិភ័យផ្សេងដែលមើលអត់ឃើញពេលយប់មកផ្សេងគឺចោលហ្មងបាទសន្តិសុខគាត់សិប្បកម្មធ្វើអីគេមិញសិប្បកម្មគាត់ស្គរអំពើអូហើយស្អីខ្លាចចោលលួចស្គរអំពើគាត់យប់រឿងនេះស្តៀងរឿងកាលពីប្រមាណចង់ជាង1ឆ្នាំហើយនៅហួសដីឥដ្ឋយើងដីឥដ្ឋបាទហួសដីឥដ្ឋអីហួសកគីធំហួសកគីយើងហួសផ្សារកគីទៅទៀតបាទនៅតំណងគឺស្តៀងអញ្ចឹងគឺស្តៀងគ្នាអញ្ចឹងដែរគឺបិទផ្លូវយើងទៅហើយនៅខាងក្នុងនោះមានឡឥដ្ឋអញ្ចឹងបងប្អូនប្រជាប្រដ្ឋដែលផ្លូវធ្លាប់ធ្វើដំណើរកាត់អាផ្លូវហើយដែលថាឡឥដ្ឋរបស់គាត់ហ្នឹងទៅបឹងទៅស្រែទៅអីរបស់គាត់ទៀតហ្នឹងទៅអត់បានចឹងគាត់ស្នើសុំឲ្យបើកដល់ពេលខាងម្ចាស់ឡគាត់ថាបើកពេលថ្ងៃឲ្យបើកបរបានកាត់ការអញ្ចឹងណាប៉ុន្តែពេលយប់បិទហើយមកប៉ុណ្ណេះសូមបិទខ្ញុំចាក់សោណាគាត់បានទេយប់ប្រលប់ណាវាមិនខុសគ្នាផ្ទះជួលមួយចំនួននេះដែលគាត់ដាក់ការពារហានិភ័យណាបើសំខាន់ផ្ទះគាត់ចេញចូលច្រើនអញ្ចឹងគាត់កំណត់ម៉ោងឥឡូវម៉ោង9បិទទាំងអស់គ្នាបងប្អូនប្រជាពលរដ្ឋណាដែលចេញហើយកុំឲ្យចូលវិញពិបាកគ្នាសន្តិសុខហើយមួយទៀតអត់មានសុវត្ថិភាពចំពោះអ្នកដែលយកម៉ូតូមកទុកនៅផ្ទះបើសិនចេញចូលថ្ងៃក្រោយទៅបាត់ម៉ូតូទៀតអត់មានការទទួលខុសត្រូវទេបាទនិយាយធ្លាប់នៅផ្ទះជួលនៅផ្ទះជួលរាល់ថ្ងៃអញ្ចឹងឆ្ងល់ក្បែរផ្ទះនឹងគេបាត់ម៉ូតូញឹកទៀតយើងសិតមកពីយើងមកពីខេត្តយើងមិនកូនអ្នកភ្នំពេញអញ្ចឹងគឺថាយើងរស់ដោយញើសដោយឈាមយើងទៅតស៊ូណាលោកបត្រាណាបាទតក់ស្លុតកុំបាក់ស្បាតដូចតែគ្នាទេលោកខែដល់ហើយលើងដូចតែគ្នាទេបាទឥឡូវទុកជូនអាជ្ញាធរខេត្តលោកដោះស្រាយស៊ើបអង្កេតតទៀតទៅថាតើប្រវត្តិផ្លូវហ្នឹងគឺជាផ្លូវដែលគេប្រើតាំងពីដើមពីដូនពីតាមកឬក៏យ៉ាងម៉េចប៉ុន្តែខាងម្ចាស់សិប្បកម្មស្គរអំពើហ្នឹងលោកទទួលស្គាល់ថាផ្លូវហ្នឹងពិតជាប្រើពីយូរលង់កាលកាលណាមែនពីព្រេងនេះមែនប៉ុន្តែជាផ្លូវសម្រាប់ចូលទៅសិប្បកម្មគាត់ទេណាផ្លូវសម្រាប់ចូលទៅសិប្បកម្មវាមាន2ប្រភេទទៀតជាកម្មសិទ្ធិឬក៏មិនមែនជាកម្មសិទ្ធិណាអញ្ចឹងចាប់ដើមមើលតើជាកម្មសិទ្ធិរបស់គាត់តាំងពីមកឬមិនមែនទេហើយយើងដោះស្រាយគ្នាទៅដើម្បីឲ្យមានផលប្រយោជន៍ទាំងអស់គ្នាឥឡូវសូមជូនរឿងអីចេះជូននឹងរឿងអីជូននេះរឿងខ្យល់កន្ត្រាក់បណ្ដាលឲ្យបាក់ដើមឈើសកត់លើមនុស្សម្នាក់គឺស្លាប់នៅខេត្តកំពង់ធំពីព្រោះម្សិលមិញយើងខ្ញុំបានជម្រាបព័ត៌មានខ្លីពីភ្នាក់ងារមកពីខេត្តកំពង់ធំថាមានករណីម៉ោងប្រហែលជា5ល្ងាចហ្នឹងម្សិលមួយថ្ងៃគឺថាមានភ្លៀងមួយមេហើយលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ថ្ងៃទី22ណាយើងច្បាស់ហ្មងទៅវាបក់បោកបណ្ដាលឲ្យបាក់ណាដើមចំបក់អាហ្នឹងដើមចំបក់រមុខឃើញហើយដើមហ្នឹងគឺដើមចំបក់ណាសកត់លើបរោះវ័យ37ឆ្នាំម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុហ្មងបាទហើយកន្លែងកើតហេតុគឺនៅគល់ស្ពានបាក់ស្នាអាគល់ស្ពានបាក់ស្នាហ្នឹងគឺថាមួយខាងគឺស្រុកសន្ទុកមួយខាងគឺស្រុកបារាយណាគេបោះដៃគ្នាទៅវិញទៅមកជាប់គ្នាខាងស្រីគេស្រុកសន្ទុកហើយខាងប្រុសគេស្រុកបារាយអញ្ចឹងទៅដែលស្ថិតនៅក្នុងឃុំកាយាស្រុកសន្ទុកខេត្តកំពង់ធំហើយក៏ជាភូមិកាយាដែរតែហ្នឹងណាបាទព័ត៌មានពីកន្លែងកើតហេតុបានដឹងថាភ្លៀងហ្នឹងវាលាយឡំនឹងខ្យល់កន្ត្រាក់ឲ្យបានបក់ប៉ោងដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនកន្លែងហើយព្រមនឹងធ្វើឲ្យបាក់ដើមឈើនៅទាំងស្រស់ហ្មងណាដួលសកត់ទៅលើមនុស្សដែលបណ្ដាលឲ្យស្លាប់ពេលដែលជនរងគ្រោះគឺបានដើរមកពីងូតទឹកខាងក្រោយផ្ទះវិញពីព្រោះឃើញមេឃដូចថាចាប់ដើមខ្យល់ហើយនឹងភ្លៀងគឺថាទៅងូតទឹកងូតអីបន្ទាប់ពីធ្វើកិច្ចការងារហើយណាហើយបើតាមព័ត៌មានគឺថាគាត់ទៅពីភ្នំពេញទៅស៊ីឈ្នួលដាំកូនឈើហើយនគរបាលប៉ុស្តិ៍កាយាបាននិយាយថាជនរងគ្រោះឈ្មោះវុទ្ធសុធារាភាពរអាយុ37ឆ្នាំជាកម្មករដាំឈើខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំនៅចំណុចបណ្ដោះកូនឈើនិងដាំដើមឈើនៅភូមិថ្មសំលៀងដែលគ្រងនឹងរៀបចំធ្វើពិធីរុក្ខ
នៅទិវាឆ្នាំ2015នៅថ្ងៃទី9ខែកក្កដាខាងមុខនឹងក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិកម្ពុជាបាទអូចឹងទេបាទហើយបច្ចុប្បន្ននេះគឺទៅជនរងគ្រោះគឺរស់នៅរាជធានីភ្នំពេញណាដូចខ្ញុំបានជម្រាបជូនបាញ់អញ្ចឹងហើយនៅយប់ថ្ងៃដដែលនោះសមត្ថកិច្ចបានធ្វើការពិនិត្យណាលើហេតុការណ៍នេះហើយបកគលសពនឹងជូនបងប្អូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតទៅវិញទៅនេះជាច្បក់ហ្នឹងដើមច្បក់វាប្រហោងកដាលវាស៊ីកដាលអស់ហ្នឹងសល់តែខាងតិចខ្យល់មកវូទៅប្រើហើយនៅទេទៅបដោយអានេះវាចូលលក្ខណៈក្លឹមថ្នោតក្លឹមថ្នោតធម្មតាក្លឹមវានៅកដាលដល់ពេលថ្នោតដូងអីវាកដាលមិនក្លឹមអីវាហ្នឹងវាស្តៀងគ្នាដែរអញ្ចឹងវានៅតែខាងអាដើមច្បក់ហ្នឹងណាអញ្ចឹងទៅវាអត់មានអីជាសសរទ្រូងជាតិហ្នឹងបាក់ទៅតែហ្មងបាទឥឡូវនេះកំពុងចាមឯណោះព្រោះអត់មានរូបភាពទេមិនតាន់មកដល់ជូនខ្លីៗសិនណាគោចំនួន2ក្បាលគឺងាប់តែហ្មងយ៉ាងមិនទៅផ្ទះបាញ់ផាំងអូផ្ទះបាញ់មកល្ងាចមកបាទផ្ទះបាញ់ផាំងហើយផ្ទះបងប្អូនប្រជាពលរដ្ឋនោះគឺ40ខ្នងសំទោស80ខ្នងខុសបាទ80ខ្នងនៅក្នុងស្រុកចំនួន2ដែលក្នុងនោះគឺមានស្រុកបាធាយនិងស្រុកកំពង់សៀមបាធាយខ្ញុំទៅមុនជើងព្រៃហើយនឹងព្រៃឈរជៀសវាងស្រុកខ្ញុំវិញណាបានប៉ើងដំបូលនឹងរលំដោយសារតែគ្រោះធម្មជាតិភ្លៀងផ្គររន្ទះលាយឡំខ្យល់កន្ត្រាក់ដែលកើតឡើងកាលពីថ្ងៃទី22ដែរបាទថ្ងៃទី22មួយនៅកំពង់ធំស្លាប់ម្នាក់ណាក៏យាសន្ទុកហើយមកកំពង់ចាមណាគឺថាគោងាប់ពេញ2ក្បាលហើយផ្ទះបងប្អូនប្រជាពលរដ្ឋ80ខ្នងគឺប៉ើងដំបូលរលំអីហូរហែមកបាទអញ្ចឹងបាទតែហេតុការណ៍នឹងវាអត់បណ្ដាលឲ្យអ្នកណាម្នាក់របួសឬក៏ស្លាប់អីនោះទេបាទរបួសស្លាប់អីនោះទេហើយរហូតមកដល់ថ្ងៃនេះគឺថាអាជ្ញាធរខេត្តគឺបានចុះទៅជួយរុះរើផ្ទះសម្បែងដល់បងប្អូនប្រជាពលរដ្ឋហើយកាកបាទក្រហមខេត្តកំពង់ចាមលោកក៏បានដឹកនាំគេហៅថាលោកក៏បានដឹកនាំនៅគ្រឿងឧបភោគបរិភោគអីមួយចំនួនដើម្បីត្រៀមលក្ខណៈនៅក្នុងការចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់80គ្រួសារជាងនឹងនៅថ្ងៃណាមួយថ្ងៃហ្នឹងឬក៏ថ្ងៃស្អែកណាជាការទទួលព័ត៌មានមកណាបាទឥឡូវសូមអនុញ្ញាតជំរាបជូនពីរឿងព្យុះនឹងបន្តិចតែហ្មងទៅសក្ការីអាចឡើងរូបតិចក៏បានដែររូបមិញហ្នឹងវាជាលក្ខណៈទូទៅបើយោងតាមមន្ត្រីដែលជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងអូតូនិយមរបស់កម្ពុជាគឺអាដាមច័ន្ទយុទ្ធាលោកបានប្រាប់បណ្ដាញផ្សព្វផ្សាយនៅក្នុងស្រុកយើងថានៅថ្ងៃទី24ហ្នឹងកម្ពុជាគឺនឹងរងកាន់តែខ្លាំងអំពីគេហៅថាឥទ្ធិពលកន្ទុយព្យុះទី8ដែលកំពុងតែមានសកម្មភាពនៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសចិននោះបាទដោយវាបង្កឲ្យខ្យល់មូសុងនីរដីបង្កើនឥទ្ធិពលខ្លាំងមកលើផ្ទៃសមុទ្រនិងតំបន់មាត់សមុទ្រ2ថ្ងៃរួចមកហើយនឹងបន្តដល់ថ្ងៃ24ហ្នឹងទៀតណាទើបអាចចុះខ្សោយបន្តិចម្ដងត្រឡប់ទៅវិញថ្ងៃ24នេះខ្ញុំថយថ្ងៃនេះ24កើតទេបងប្អូនត្រៀមលក្ខណៈណាបាទហើយខ្យល់មូសុងនីរដីនេះវាមានឥទ្ធិពលខ្លាំងហើយក្រសួងមិនបានធ្វើការជូនដំណឹងជាសាធារណៈអីទេតែបានធ្វើការប្រកាសផ្សាយជាបន្តបន្ទាប់ដែរតាមរយៈគេហទំព័ររបស់ក្រសួងធនធានទឹកពី3ថ្ងៃមកហើយបាទហើយខ្យល់មូសុងនីរដីដែលមានឥទ្ធិពលខ្លាំងលើផ្ទៃសមុទ្រនិងតំបន់មាត់សមុទ្រហ្នឹងគឺថាបណ្ដាលឲ្យទូកបងប្អូនអ្នកនេសាទមួយគ្រឿងហើយបានលិចនៅសមុទ្រនោះដោយសារតែមិនបានដឹងជាមុនអំពីស្ថានភាពខ្យល់សមុទ្រតែមិនអីទេគឺថាមិនបានប៉ះពាល់ដល់អាយុជីវិតទេគឺថាយើងជួយសង្គ្រោះបានត្រឡប់មកវិញបាទក្រសួងបានធ្វើការព្យាករណ៍ថាព្យុះទី8ហ្នឹងព្យុះទី8ហ្នឹងដែលបានទៅដល់ភាគខាងត្បូងនៃប្រទេសចិននោះគឺថាកន្ទុយរបស់វាមានឥទ្ធិពលលើប្រទេសកម្ពុជាយើងនៅថ្ងៃទី24នៅលើតំបន់ផ្ទៃសមុទ្របងប្អូនណាបងប្អូននៅតាមតំបន់សមុទ្រថ្ងៃហ្នឹងប្រុងប្រយ័ត្នបន្តិចនៅលើផ្ទៃសមុទ្រនិងតំបន់មាត់សមុទ្រមួយលើផ្ទៃសមុទ្រដែលយើងធ្វើដំណើរតាមទូកធ្វើការនេសាទអីចឹងជាដើមមួយនៅតំបន់សមុទ្រចឹងតំបន់ឲ្យតែជាតំបន់សមុទ្រនៅលើគោក៏ដោយផ្ទះបងប្អូនប្រជាពលរដ្ឋក៏ដោយតាមផ្លូវក៏ដោយក៏អាចរងរឿងខ្យល់ខ្លាំងនឹងដែរហើយតំបន់ទំនាបកណ្ដាលនិងតំបន់ភាគកំពង់រាបភាគឦសានមានភ្លៀងធ្លាក់រាយប៉ាយច្រើនហើយមានផ្ទៃមេឃនឹងអ៊ូអាប់ចឹងបងប្អូនបង្កើនការប្រុងប្រយ័ត្នទី1ភ្លៀងខ្លាំងទី2ខ្យល់កន្ត្រាក់វាអាចមានណាទី3គឺថាមានរន្ទះដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋថ្ងៃនេះបង្កើនការប្រុងប្រយ័ត្ន
chút thì bẩm bay nó vì cái tôi viết vì vọt mà lừa cam một chia nó việc đôi chia cái hai thà sấy cái vọt cái tôi nịa mà chứ cái tôi nịa vọt cái tôi và nịa vọt cái tôi đôi cái bạch côn á cái bạch côn nịa vọt cái tôi nó là nó phải giặt này côn chun từ lúc bật ra bật to cho bao sầm trình mà rứa nó phải dừng dù tại chứ bật to đấy cứ nơi không khai compot mình tên tới các lá ngay một pp thì pp cứ cả này bánh buồn crop lừa mà chặt cả than bông sạch mà cả lánh năng mật phẹ bỏ con chun mình squat mục chim mà tô pi krương bánh cầm phơi chim buồn crop còn long tới cả bị dục ngay thì một pp bạt nơi cái bài cả than bông sạch mùi cả lánh chất ti tăng đã man cầm phơi pon pong bánh sầm lấp mà chặt cả than bông sạch nắng room nó giúp chun mình nè đã cà pi sạp nam môn được phum cu chân lén khum mấy sọc thực chu khai cặp bột bà tại chun rong cua mua keo chăn đà hàng tách bà tại chun đại đó chim mà tô pi krương banh và hai chim muốn buôn crop nên mua pi nong tại chun là mưa banh ban mà crop đấy đại một đào pin đi xem mặt cách mình toàn bàn chặt chun đại đó bàn mình nẹt na được lại thì bà hai chum mua cả banh và hai đi tiền sau hạ bây đôi chia cạp cơn bỏ crom chun đại đó tư nâng xem mặt cách vì phú tha kịp banh và hai từ lưới chun rong cua mình banประมาณ ngày bóng sạp tại crom chun mưa nước banh buôn crop và thêm thịt là năng mình toàn cho bà thằng banh nơi cái này na thì hai khang nè xa po miền bao dương lúc ở đất hát ở trăm nơi khai cả pốt lúc ban xạ xu từ lúc ở mai chăn mẹ thu đất đại chia song ca ở rong từ tua bật tục pro một toàn lúc tha bật to pi miên hai ca banh ca bị dục ngày thì một pi cái long tới nút cầm đàn cô ba bàn chốt pro từ bàn cao ta cùng phim đây còn tay được sao tại dục miên phim phong ngất phong thu ai xem được cái chặt cho mực ọt bàn thì bạn đừng kẹt rồi bay hơi với kẹt cả đa dục phong chẳng thì Skrika pi khang xem được cái sọc thực chu nó vinh có lúc sủng đánh tha xem được cái bàn ruột mà tô ma airblade mà cương đây là cái song say tha chun man cầm phướng nu dục mà tô từ prong trao trong ngàyประมาณ chia mà km pi cái lạnh banh và há chun ruột ruột thành pi nè bạn hai cô ba bạn mà to đăng thiết tha nơi cái lạnh chốt mô tô khẳng lứa cứ mô tô mà airblade núng miền ai chấm nôn pram và nâng khâu chấm nôn bay ở đây chỉ tật tang chỉ smart cách một thứ cái điệp tròn sườn kẹp tối hai bài chấm bom thô tang tây dọc một xa túc nơi mình chơi cà than thì một hạn khai compot làm bay sườn kẹp và to tiết ta chun đại đó squall kia từ nâng chun rô cua rư coi chẳng ná rư có pon pon plon ấy bờ plon có vô một tô từ bạn đấy một tô của bạnคุณนะอะไรส้มจูนปนนักสันแต่ที่ยังชมนกรอจูนนึกปอนเมียนสำคัญจูนเอาลูกเนี่ยเชียบรรทอเทียดส้มเปรสำระมันเต็กที่บ่าbà phụ nữ sinh chun trong sông nhà chùm riêng chun rừng rái sầm khăn bẩn to được một tiên hai sông và cô này tí chun lục gại chùm riêng chun bẩn to bà sum chơi bà sông một con trai lục bật ra bà pon miên chia bẩn to cứ nỉ dây âm pi rương sẽ cái riêng chấp bạp sẽ âm pi ông ca sma cung đây là rọt sập pia lục từ tu ban pi rọt tháp pi bà đôi giờ ở lục nẹt bàn chia pon miên hai hòng miên có bàn sai cả pi nghịch mình khạc là há âm pi rương mà sơ mánh ấy cứ cái nạ Kamatika trên trai rọt sập phía lại đặc nuông đòi sầm đai hay sầm rấn lúc bàn đặc nuông sầm chức cái nạ Kamatika trên trai rọt sập phía chấm luôn đọc pi rút luôn đang sầm đai một tiết cứ trong ót đọc bay rút đọc bay thừa cảประชุมsầm rách từ lư cái thà Vietnam robot sẽ đây riêng cho bắp xem pi ông cáสังคม civil ได้chiaประเทศบอดกระได้ในขนมเปรี้ยวปัจจุบันนี้บ่าchia Vietnam robotฉบับเสกได้เปลี่ยนฉบับแสดงปีองการสังคมสิวนี้ตรายคณะกรรมการจันทรายรอดสเพียคือสำรับบอชนาวบรรจุนก็ให้จะเสกได้เปลี่ยนฉบับนั้นคือตือคณะกรรมการจำนวนใบระบอบรอดสเพียนำใบเอาปีนิดปีใจบรรทอเทียดรู้นำใบจัดระเบียบเรียในขนมกาประชุมอนุมัติเสกได้เปลี่ยนฉบับหนึ่งคณะกรรมการจำเนียงจังใบนู้นคือแบบขยมเกิดคือถ้าอาจมีคณะกรรมการนิติกรรมมีในฉบับออกจากฉบับคือโชว์ตัวคณะกรรมการนิติกรรมเลยไอ้บทต่อมาอาจมีคณะกรรมการมหาปฏิอาจมีคณะกรรมการสิทธิมนุษย์ตัวเปียบันดังไอ้ยังเตอปัวฉบับองค์การสังคมสิเวอร์วิเปียปอนปัญหาสิทธิมนุษย์ได้อันนั้นวิธีแต่เปียปอนเหมือนได้เปียปอนบอกจังข
ខ្ញុំប្រមាលមើលទៅគឺគណៈកម្មការជំនាញរបស់រដ្ឋសភាគឺ3ហ្នឹងគឺថានឹងទទួលសេចក្តីព្រាងច្បាប់ស្តីពីអង្គការសង្គមស៊ីវិលពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគណៈកម្មការអចិន្ត្រៃយ៍រដ្ឋគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគឺមានសម្ដេចហេងសំរិនជាប្រធានហើយមានអនុប្រធានទី1អនុប្រធានទី2មានប្រធានគណៈកម្មការទាំង10នៅក្នុងរដ្ឋសភាជាសមាជិកណាឃើញណាប៉ុន្តែនៅថ្ងៃគេហៅថាម្សិលមិញហ្នឹងគឺថាអវត្តមានខ្លះពីខាងតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលជាប្រធានគណៈកម្មការនៅក្នុងរដ្ឋសភាហ្នឹងបាទហើយសេចក្តីសម្រេចដែលអនុម័តនៅបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីអង្គការសង្គមស៊ីវិលទៅកាន់គណៈកម្មការជំនាញទាំង3របស់រដ្ឋសភាឲ្យពិនិត្យពិច័យនេះគឺថាមានសម្លេងអនុម័ត9សម្លេងឬ13សម្លេងណា9សម្លេងឬ13សម្លេងដែលនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាគឺត្រូវការតែ7សម្លេងនេះដើម្បីអនុម័តរឿងបញ្ជូនរឿងមិនបញ្ជូនហ្នឹងណាហ្នឹងគឺក្នុងក្របខ័ណ្ឌគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាមិនមែនក្នុងក្របខ័ណ្ឌរដ្ឋសភាទាំងមូលទេបាទអរគុណហើយពាក់ព័ន្ធនឹងបញ្ហាហ្នឹងយើងក៏សង្កេតឃើញដែរនៅពេលការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាព្រឹកម្សិលមិញនោះគឺថាក៏មានសកម្មជនសិទ្ធិមនុស្សមួយចំនួនលោកគឺថាបានលើកបដាដើម្បីទាមទារកុំឲ្យរដ្ឋសភាធ្វើការអនុម័តសេចក្តីព្រាងច្បាប់ស្តីអំពីអង្គការសង្គមស៊ីវិលហ្នឹងបាទហើយបំណងរបស់ពួកគាត់គឺចង់ឲ្យរដ្ឋសភាបញ្ជូនសេចក្តីព្រាងច្បាប់ហ្នឹងត្រឡប់មករដ្ឋាភិបាលវិញដើម្បីឲ្យអាចរដ្ឋាភិបាលធ្វើពិធីមីទិញឬក៏វេទិកាសាធារណៈដែលមានវត្តមានរបស់គេហៅថាអង្គការសង្គមស៊ីវិលចូលទៅផ្ដល់យោបល់ចូលទៅគេហៅថាលើកឡើងនៅបញ្ហាជាឧបសគ្គបញ្ហាពិបាកផ្សេងពាក់ព័ន្ធទៅនឹងដំណើរការនៃអង្គការសង្គមស៊ីវិលបាទអញ្ចឹងក៏កន្លងទៅគឺធ្លាប់ទាមទារប៉ុន្តែការសម្រេចការពីម្សិលមិញបញ្ជាក់ថារដ្ឋសភាឬក៏រដ្ឋាភិបាលលោកមិនបណ្តែតបណ្ដោយឬក៏មិនបញ្ជូនសេចក្តីព្រាងច្បាប់នេះត្រឡប់ថយក្រោយវិញទេគឺមានតែទៅមុខដើម្បីជាវត្តមាននៃច្បាប់នឹងស្ថាពរអនុវត្តក្នុងប្រទេសកម្ពុជាយើងភាគីរដ្ឋាភិបាលលោកលើកឡើងចេះបងប្អូនណាលោកលើកឡើងថាច្បាប់នឹងគឺមានសញ្ញាណបានព្រៀងតាំងពីឆ្នាំទសវត្សរ៍90ជាងមកម្លេះហើយក៏បានដាក់ឲ្យមានការផ្ដល់យោបល់ផ្ដល់អីច្រើនហើយពីបណ្ដាមហាជនសង្គមស៊ីវិលនានាអញ្ចឹងរហូតដល់ពេលនេះគឺថាយើងត្រូវតែមានច្បាប់នឹងដើម្បីគ្រប់គ្រងដំណើរការនៃអង្គការសង្គមស៊ីវិលដែលមាននៅពេលបច្ចុប្បន្ននេះមានជាង 5000 អង្គការសង្គមស៊ីវិលដូចជាមិនតិចទេ 5000 ជាងអង្គការសង្គមស៊ីវិលអញ្ចឹងត្រូវតែមានច្បាប់វាល្មមសមគួរដែលត្រូវមានច្បាប់ហើយនឹងតាមការបញ្ជាក់របស់អាយដាមជាងវុនអ្នកនាំពាក្យរដ្ឋសភាណាបាទហើយបើយូរសេចក្តីព្រាងច្បាប់ស្តីអំពីអង្គការសង្គមស៊ីវិលនឹងត្រូវបានផ្ដើមចេញដោយតំណាងរាស្ត្រសំទោសមិនមែនតំណាងរាស្ត្រទេគឺសមាជិកព្រឹទ្ធសភាចេញពីគណៈបកសំរងស៊ីកាលពីជំនាន់មុនឆ្នាំ1999តាមប្រវត្តិដើមអញ្ចឹងកាលនោះគេហៅថាសេចក្តីស្នើច្បាប់បណ្ដាច្បាប់ទាំងឡាយដែលស្នើឡើងដោយសមាជិករដ្ឋសភាឬក៏សមាជិកព្រឹទ្ធសភាគេហៅថាសេចក្តីស្នើច្បាប់តែបើសិនជាបណ្ដាច្បាប់ទាំងឡាយណាដែលព្រៀងឡើងឬក៏ស្នើឡើងដោយរដ្ឋាភិបាលមានន័យក្រសួងណាមួយឬក៏អន្តរក្រសួងគឺគេហៅថាសេចក្តីព្រៀងច្បាប់វិញអានេះខុសគ្នាបន្តិចបន្តួចតែប៉ុណ្្នឹងទេអញ្ចឹងសេចក្តីស្នើច្បាប់ស្តីពីអង្គការសង្គមស៊ីវិលហ្នឹងគឺស្នើឡើងតាំងពី1999ហើយចេញពីសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីចំនួននោះ7រូបតែក្នុងនោះគឺតាមប្រភពព័ត៌មានដែលផ្សព្វផ្សាយជារឿយៗមកគឺថាមានវត្តមានអាដាមថៃសេដ្ឋាជាតំណាងកាលនោះអាដាមថៃសេដ្ឋាគឺនៅគណៈបកសំរងស៊ីជាសមាជិកព្រឹទ្ធសភាឥឡូវនេះគឺជាទីប្រឹក្សារបស់អាដាមកឹមសុខានុប្រធានទី2រដ្ឋសភាឋានៈស្មើរដ្ឋមន្ត្រីបាទហ្នឹងគឺថាប្រវត្តិវាអញ្ចឹងទេបងប្អូនណាបាទឥឡូវមិនអីទេទុកជូនថ្នាក់ដឹកនាំនយោបាយទាំងអស់លោកធ្វើកិច្ចការងារនឹងទៅដើម្បីប្រយោជន៍ដល់សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាយើងផងហើយដល់គេហៅថាការគ្រប់គ្រងរដ្ឋប្រកបដោយច្បាប់ផងអានោះវាត្រូវអញ្ចឹងណាបាទហើយចំពោះសង្គមស៊ីវិលទាំងឡាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃទីស្តីការគណៈរដ្ឋមន្ត្រីឬក៏ក្រសួងការបរទេសបើសិនជាពាក់ព័ន្ធនឹងរឿងក្រសួងការបរទេសគឺថាមិនចាំបាច់សុំច្បាប់ឡើងវិញម្ដងទៀតទេគឺចាត់ទុកថាស្របច្បាប់ទៅតែហ្មងបាទអរគុណខ្ញុំបាទសូមអនុញ្ញាតសង្ខេបប៉ុណ្ណឹងហើយជូនទៅលោកបុត្រាបន្តចាស់បាទសូមអរគុណលោកសង្ឃទូតទស្សនិកជនត្រឡប់ទៅកាន់ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុកាលពីថ្ងៃម្សិលមិញមាននាវាចម្បាំងរបស់ឥណ្ឌា2គ្រឿងបានចូលមកសម្ចតនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីដោះដូរដូចជាការស្វែងយល់នៅទស្សនកិច្ចក្នុងទឹកដីកម្ពុជាយើងបាទហើយក្នុងនោះគឺមាននាវាចំនួន2គ្រឿងបានចូលមកសម្ចតក្នុងកំពង់ផែអន្តរជាតិក្រុងព្រះសីហនុហើយព្រឹកថ្ងៃទី23កន្លងទៅនោះគឺដើម្បីបង្កើនទំនាក់ទំនងក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ការងាររវាងប្រជាជាតិទាំងពីរឥណ្ឌាកម្ពុជាបាទហើយបើតាមការលើកឡើងបន្ថែមពីអ្នកនាំពាក្យរបស់នាវាទាំងពីរនោះគឺបានឲ្យដឹងថានាវាទាំងពីរគ្រឿងនេះមានឈ្មោះបាទអ៊ីសាកាម៉ូស្ត្រាបាទមានបណ្ដោយប្រមាណជា109ម៉ែត្រទៅតឹង13ម៉ែត្រចុច7បាទទម្ងន់នឹងប្រមាណជា3500តោនមាននាវិកចំនួន180នាក់បាទក្នុងនោះហើយមាននីតិហានប្រមាណជា20នាក់ដែរគ្រប់គ្រងដោយវីរៈសេនីយ៍ត្រីម៉ូណូចានិងនាវាមួយគ្រឿងទៀតមានឈ្មោះ Inravia D54 មានបណ្ដោយ147ម៉ែត្រទៅតឹង510ម៉ែត្រចុច8ទម្ងន់ប្រមាណជា5055តោនមាននាវិក450នាក់ហើយក្នុងនោះគឺមាននាយទាហានប្រមាណជា50នាក់គ្រប់គ្រងដោយលោកវរៈសេនីយ៍ Chavinder Singh បាទហើយចំពោះគោលបំណងនៃការចូលសម្ចតនេះទៀតសោតគឺសម្ដៅរឹតចំណងសាមគ្គីភាពបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឥណ្ឌានិងប្រជាជាតិទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើងធ្វើឡើងថែមទៀតនិងមានការស្និទ្ធស្នាលជាងមុនបាទហើយលើពីនេះទៅទៀតនោះគឺដើម្បីផ្លាស់ប្ដូរបញ្ហាបទពិសោធន៍ទៅវិញទៅមករវាងក្រុមនាវិកឥណ្ឌានិងនាវិកកម្ពុជាហើយក្រៅពីដំណើរទស្សនកិច្ចបាទនៅតំបន់មួយចំនួនដូចជាខេត្តសៀមរាបភ្នំពេញនិងខេត្តព្រះសីហនុក្នុងឱកាសចូលរយៈពេលប្រមាណជា5ថ្ងៃចាប់ពីថ្ងៃទី23ដល់ថ្ងៃទី27ខែមិថុនាឆ្នាំ2015ហ្នឹងខាងនាវិកឥណ្ឌាគ្រងនឹងជួបសម្ដែងការគូសំជាមួយនឹងអភិបាលខេត្តព្រះសីហនុអាដាមនាវាឯកអុកសេហាមានវិជាការមូលដ្ឋានសមុទ្ររៀមរួមនឹងអាដាមនាយឧត្តមសេនីយ៍ទាវិញដែលជាមានវិជាការកងទ័ពជើងទឹកហើយបញ្ហាដែលសំខាន់គឺត្រូវទៅជួបនឹងរដ្ឋលេខាធិការក្រសួងការពារជាតិដើម្បីចូលជួបសម្ដែងការគូសំនិយាយពីបញ្ហាយោធានិងដែនសមុទ្រមួយចំនួននៅក្នុងតំបន់ហើយក្រៅពីនេះក៏មានការប្រកួតគេហៅថាបាល់ទាត់ជាលក្ខណៈមិត្តភាពកម្ពុជាឥណ្ឌាផ្ដល់ជូនថាបងប្អូនប្រជាពលរដ្ឋនិងផ្ដល់ជំងឺព្យាបាលជំងឺនៅក្នុងមូលដ្ឋានសមុទ្ររៀមទាំងមូលនឹងធ្វើឲ្យការសាមគ្គីភាពល្អគ្នាប្រសើររវាងប្រជាជាតិទាំងពីរនោះគឺកាន់តែមានគេហៅថាមានចំណងមិត្តភាពរួមនឹងមានកិច្ចសហប្រតិបត្តិការនឹងគ្នាល្អបន្ថែមទៀតបាទឥឡូវនេះសូមសុំអីគឺចង់និយាយចេះបន្តិចរឿងសហប្រតិបត្តិការដើម្បីរឹតចំណងប្រជាប្រដ្ឋនិងប្រជាប្រដ្ឋរដ្ឋាភិបាលគឺជារឿងមួយបែបហើយការទូតហើយនៅរឿងមួយបែបទៀតដែលរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសកម្ពុជាដែលផ្ញើកំណត់ទូតទៅរដ្ឋាភិបាលឥណ្ឌាមិនទាន់ឆ្លើយតបនៅឡើយទេបើតាមដឹងពីរឿងដែលរដ្ឋាភិបាលកម្ពុជាស្នើសុំឲ្យភាគីឥណ្ឌាបញ្ឈប់ការសាងសង់ប្រាសាទអង្គរវត្តនៅក្នុងប្រទេសឥណ្ឌាដែលយករចនាបថរបស់អង្គរវត្តកម្ពុជាបាទគឺថាមិនទាន់ឆ្លើយតបនៅឡើយដែរយ៉ាងម៉េចព័ត៌មានមើលយើងខ្ញុំនឹងតាមដានបន្តទៅទៀតឥឡូវចូលដល់រឿងមួយទៀតលោកបត្រាណាបាទរឿងនេះពាក់ព័ន្ធនឹងបញ្ហាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋហើយជាប្រធានបទក្តៅក្នុងកម្រិតពិភពលោកទៅហ្មងជាពិសេសគឺនៅប្រទេសកូរ៉េខាងត្បូងបាទគឺពាក់ព័ន្ធនឹងបញ្ហាជំងឺ MERS ដែលគេហៅថាជាជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ានៅថ្ងៃម្សិលមិញនេះគឺថាមន្ត្រីសុខាភិបាលរាជធានីភ្នំពេញលោកបានបើកការផ្សព្វផ្សាយឬក៏គេហៅថាបង្រៀនពន្យល់ណែនាំដល់មន្ត្រីសុខាភិបាលក្រោមអាវ៉ាតដើម្បីឲ្យយល់ដឹងអំពីបញ្ហាជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ាហៅកាត់ថា MERS ហ្នឹងសម្រាប់ចូលរួមទប់ស្កាត់និងបង្ការកុំឲ្យវារីករាលដាលដល់បងប្អូនប្រជាពលរដ្ឋយើងឬក៏បើសិនជាវាមានគឺយើងទប់ស្កាត់ឲ្យបានទាន់ពេលទាន់វេលាពីព្រោះកាលណាមន្ត្រីដឹងគឺថាមន្ត្រីអាចចាត់ចែងហើយមន្ត្រីមិនដឹងទេគឺឆាប់បាត់ទេណាអានោះនឹងថាម៉េចគាត់ដឹងដែរបន្ទោគាត់មិននោះបាទលោកសុកសុគន្ធដែលជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោកបានថ្លែងថាជំងឺហ្នឹងគឺថាបានកំពុងតែកើតនៅប្រទេសថាយ៉ៃគឺថាក្រសួងសុខាភិបាលកម្ពុជាក៏បានរៀបចំយុទ្ធសាស្ត្រទប់ស្កាត់សំខាន់ៗនៅតាមបណ្ដាព្រំដែនច្រកអន្តរជាតិសំខាន់ៗនៅតាមពលានយន្តហោះអន្តរជាតិដោយបំពាក់នៅឧបករណ៍ពិនិត្យរោគសញ្ញានៃជំងឺឬក៏បណ្ដុះបណ្ដាលដល់គ្រូពេទ្យឲ្យមានការយល់ដឹងកាន់តែខ្លាំងអំពី
ការឆ្លងនិងវិធីការពារជំងឺ MERS កុំឲ្យឆ្លងហ្នឹងតាមការបញ្ជាក់របស់លោកគាត់ថាអូសហការីលោក search លោកស្រាវជ្រាវរូបភាពដោយវាពាក់ព័ន្ធរឿងជំងឺ MERS ហ្នឹងមកថែមល្អប្រពៃបាទឥឡូវនេះតទៅទៀតបាទលោកសុកសុគន្ធបានឲ្យដឹងថាវិធីសាស្ត្រនេះទី1គឺថាអាចឲ្យកម្ពុជារកឃើញករណីថ្មីទាន់ពេលទាន់វេលាទី2រោគអ្នកប៉ះពាល់បានឆាប់រហ័សហើយនឹងដាក់ឲ្យនៅដាច់ដライនៅផ្ទះឬក៏តាមដានសុខភាពទី3អនុវត្តការបង្ការចម្លងរោគនៅក្នុងគ្រឹះស្ថានសុខាភិបាលបាទហើយលោកប្រធានមន្ត្រីសុខាភិបាលសុកសុគន្ធបានសង្កត់ធ្ងន់ថាវិធានការបង្ការនិងការឆ្លើយតបរបស់ក្រសួងសុខាភិបាលកម្ពុជាគឺថាផ្សព្វផ្សាយអប់រំជំងឺឆ្លងផ្លូវដង្ហើមនេះតាមដានសុខភាពអ្នកដំណើរមកពីបរទេសជាពិសេសអ្នកដំណើរដែលមកពីកូរ៉េខាងត្បូងមកចំបូព៌ាថៃហើយត្រៀមលក្ខណៈណាមន្ត្រីក្រមឆ្លើយតបបន្ទាន់24ម៉ោងលើ24ម៉ោងត្មងទូរស័ព្ទបើកផងណានឹង7ថ្ងៃលើ7ថ្ងៃហើយត្រៀមមន្ទីរពិសោធន៍សម្រាប់រោគអត្តសញ្ញាណមេរោគលើករណីអ្នកជំងឺសង្ស័យហើយក៏ត្រៀមមន្ទីរព្យាបាលមន្ទីរពេទ្យព្យាបាលនឹងដាក់អ្នកជំងឺដោយឡែកហើយបើកទូរស័ព្ទទាន់ហេតុការប្រហែលខ្សែចេះខ្ញុំសូមមើលសិនទី1គឺបងប្អូនអាចតាក់ទងទៅលេខ115បើសិនជាមានករណីសង្ស័យថាមានជំងឺ MERS កើតឡើងទៅលើបុគ្គលណាម្នាក់ឬក៏លើខ្លួនឯងទី2អាចតាក់ទងលេខទូរស័ព្ទ012 488ណា981 089 669 567បាទហ្នឹងគឺថាប្រកាសលេខទូរស័ព្ទអត់មានគិតលុយទេមន្ទីរសុខាភិបាលបាទរឿងល្អក៏ផ្សាយរឿងមិនល្អក៏ផ្សាយដែរនិយាយនេះហើយតែឮតែផ្សាយរឿងអាក្រក់របស់ខ្ញុំឥឡូវខ្ញុំផ្សាយរឿងល្អបាទថ្ងៃម្សិលមិញហ្នឹងគឺអាដាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមកបន្ថែងលោកចុះទៅធ្វើតេស្តគេហៅថាសម្ភារៈដែលខាងកូរ៉េគាត់ផ្ដល់ឲ្យហ្នឹងយើងមាននៅបរិយាកាសអន្តរជាតិភ្នំពេញផងនៅសៀមរាបផងនិងប៉ោយប៉ែតទៀតបាទតាមច្រកសំខាន់ហើយចាត់វិធានការជាបន្តបន្ទាប់ប៉ុន្តែរហូតមកដល់ពេលនេះគឺអាដាមរដ្ឋមន្ត្រីរួមទាំងអង្គការសុខភាពពិភពលោក WHO គឺបានបញ្ជាក់ថាកម្ពុជាមិនទាន់មានករណីជំងឺ MERS អីគេហ្នឹងទេស្អប់បំផុតហើយហ្នឹងហើយជំងឺ MERS ហ្នឹងក៏វាស្អប់កម្ពុជាដែរវាចង់មកវាជាឆ្ងាយអញ្ចឹងបាទប៉ុន្តែថៃមានម្នាក់គឺបរិសុទ្ធវ័យ75ឆ្នាំម្នាក់ដែលមកពីប្រទេសអូម៉ង់ណាហើយកើតតែជំងឺហ្នឹងទៅឥឡូវនេះស្ថានភាពរបស់គាត់គឺថាធូរស្បើយជាងមុនហើយប៉ុន្តែអ្នក58 9នាក់ទៀតនឹងកំពុងតែតាមដានបន្តទៀតមិនទាន់ឃើញអាការៈណាដែលបង្ហាញថាមានជំងឺ MERS ដែលប៉ះពាល់នឹងគាត់ហើយញាតិ3នាក់របស់គាត់ក៏អត់បញ្ហាដែរនឹងតាមព័ត៌មានអន្តរជាតិបាទហើយជំងឺ MERS នេះអាការៈខ្ញុំចាំខ្លះគឺថាវាក្តៅខ្លួនបាទក្តៅខ្លួនហើយវាក្អកដង្ហក់បាទក្អកដង្ហក់ប្រព័ន្ធដង្ហើមរបស់យើងមិនមានភាពប្រក្រតីថប់ដង្ហក់ហ្នឹងគឺថាបើសិនជាមានអាការៈបែបហ្នឹងហើយបងប្អូនមានប្រវត្តិចេញមកពីប្រទេសដែលឆ្លងជំងឺហ្នឹងមានន័យអាចថៃណាអាចមកពីសត្វអូតសត្វអូតបាទនេះសត្វអូតទេបងប្អូនរកឃើញដំបូងនៅអារ៉ាប៊ីសាអូឌីតហើយគេថាឆ្លងមកពីសាច់សត្វអូតប៉ុន្តែជាទូទៅឥឡូវនេះគេហាមម៉ូណាកូណាគេហាមយើងថាគ្រប់បណ្ដាសាច់សត្វទាំងអស់ជាពិសេសសត្វព្រៃបាទបើយកល្អកុំញ៉ាំហើយបើញ៉ាំតតែឆ្អិនល្អហ្នឹងគឺហាមអញ្ចឹងហ្មងអ្នកជំនាញសុខាភិបាលដំបូងគេនិយាយពីរឿងអូតទេសាច់អូតសាច់អីណាដល់យូរទៅគេលែងនិយាយពីរឿងអូតគេនិយាយពីរឿងសាច់ទូទៅតែហ្មងហើយយើងហាមហ្មងជាពិសេសបើញ៉ាំសូមឲ្យឆ្អិនល្អជាទីបំផុតបាទហ្នឹងនៅកូរ៉េខាងត្បូងគឺថាស្ថានភាពគឺស្លាប់ជាង20នាក់ហើយអាហ្នឹងគឺថាអ្នកដែលកំពុងតែឆ្លងហ្នឹងគឺថាជាង100នាក់ជាង100ដូច160ជាង170បាទតែមើលស្ថានភាពវាប្រែប្រួលទៅរបៀបមិនតទៅទៀតឥឡូវសូមប៉ុណ្្នឹងហើយចឹងបងប្អូនបង្កើនការប្រុងប្រយ័ត្នតទៅទៀតអំពីបញ្ហាជំងឺ MERS ហ្នឹងបងប្អូនណាហើយសូមជូនទៅលោកបុត្រាបន្តបាទមកតរឿងទៀតហ្នឹងគឺនិយាយពីបងប្អូនជាស្ត្រីខ្មែរអ៊ីស្លាមបាទមួយចំនួនលោកសម្រាប់ចិត្តមិនធ្វើអត្តសញ្ញាណប័ណ្ណអីចឹងនឹងលិខិតឆ្លងដែនដោយសារតែមួយគឺខាងក្រសួងជំនាញលោកទៀមទីឲ្យខាងបងប្អូនប្រជាពលរដ្ឋហ្នឹងលោកដោះកម្មាចេញបាទដោះកម្មាចេញគាត់ដោយសារតែគាត់គោរពបដិបត្តិទំនៀមទម្លាប់ប្រពៃណីសាសនារបស់គាត់តាំងពីដើមពីមកមិនអាចដោះបានទេបាទអញ្ចឹងមួយចំនួនតូចមួយចំនួននេះដែលមិនសម្រេចមិនដោះមួយចំនួនទៀតនឹងដោះ
បាទថ្ងៃម្សិលមិញលោកហ៊ីមខទៀតដែលជាសមាជិកគណៈកម្មការដឹកនាំក្រមនិស្សិតមូស្លីមកម្ពុជាលោកថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈសារាចររបស់ខ្លួននឹងគឺបានសម្រេចឲ្យស្ត្រីអ៊ីស្លាមដែលរស់នៅក្នុងទឹកដីកម្ពុជាទាំងអស់អាចស្លៀកពាក់សម្លៀកបំពាក់តាមប្រពៃណីរបស់ដែលការសម្រេចនេះធ្វើឲ្យមានការសាទរពីគ្រប់មជ្ឈដ្ឋាននិងការកោតសរសើរមិនត្រឹមតែសហគមន៍ខ្មែរអ៊ីស្លាមទេប៉ុន្តែក៏ល្បីល្បាញដល់អន្តរជាតិទៀតដោយយើងមានការយោគយល់ច្រើនថារាជរដ្ឋាភិបាលកម្ពុជាពិតជាបានយកចិត្តទុកដាក់ចំពោះសហគមន៍អ៊ីស្លាមនៅកម្ពុជាពិតប្រាកដមែនបាទហើយទន្ទឹមទៅនឹងការកោតសរសើរនេះគឺក៏នៅឃើញមានចំណុចអវិជ្ជមានមួយចំនួនទៀតដែរដែលខាងរដ្ឋាភិបាលមិនទាន់បានផ្ដល់ឲ្យសហគមន៍អ៊ីស្លាមទៅតាមអ្វីដែលពួកគេអាចគោរពប្រតិបត្តិតាមសាសនាបាននោះគឺតម្រូវឲ្យដោះកម្មារហ្មងបាទឬក៏កន្សែងក្បាលនៅពេលដែលថតរូបធ្វើអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនជាដើមពីព្រោះថាធ្វើឲ្យស្ត្រីបងប្អូនស្ត្រីខ្មែរអ៊ីស្លាមមួយចំនួនហ្នឹងគាត់បោះបង់ការងារសង្គមជាច្រើនដោយសារតែគ្មានបានសម្គាល់ខ្លួនដូចជាមិនអាចបោះឆ្នោតនិងធ្វើលិខិតស្នាមផ្សេងជាដើមឡាក់អញ្ចឹងណាបាទអញ្ចឹងទេសារលក្ខខណ្ឌនៃការធ្វើលិខិតសម្គាល់ខ្លួនហ្នឹងគឺខុសពីលក្ខខណ្ឌសាសនារបស់គាត់ដែលគាត់គោរពបប្រតិបត្តិមកអញ្ចឹងទេតម្រូវឲ្យស្ត្រីបងប្អូនខ្មែរអ៊ីស្លាមហ្នឹងមិនអាចដោះកម្មាឬក៏កន្សែងរុំក្បាលជាសាធារណៈបានជាពិសេសនៅពេលដែលគេហៅថានេះទស្សនវិជ្ជារូបភាពជាក់ស្ដែងហ្នឹងហើយពេលដែលបុណ្យម៉ារ៉ាដនអញ្ចឹងគឺដាច់ខាតត្រូវទៅពាក់រុំចិត្តណាមិនអាចដោះបានទេហើយអញ្ចឹងទេជាការល្អបំផុតប្រសិនបើរដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យស្ត្រីខ្មែរអ៊ីស្លាមអាចពាក់កម្មានៅពេលថតរូបបានគឺធ្វើអត្តសញ្ញាណគឺជាការល្អប្រសើរហើយបាទអញ្ចឹងនេះគឺចំណុចមួយដែលត្រូវលើកឡើងមកជំរាបជូនទៅដល់សាធារណជនជាពិសេសគឺបងប្អូនជាប្រវត្តិខ្មែរអ៊ីស្លាមឥឡូវខ្ញុំនិយាយពីចំណុចទស្សនវិជ្ជាច្បាប់នៅក្នុងរដ្ឋមួយវិញច្បាប់នៅក្នុងរដ្ឋមួយគេវាមានចរិតលក្ខណៈទូទៅមិនផ្ដោតទៅលើក្រុមបុគ្គលណាមួយទេហើយរឿងយើងបដិបត្តិសាសនានោះមិនមែនជាច្បាប់របស់រដ្ឋតែប៉ុណ្្នឹងឯងដូច្នេះកាលណាច្បាប់របស់រដ្ឋយើងត្រូវតែចូលរួមគេហៅថាគោរពទាំងអស់គ្នាហើយការចូលរួមរបស់យើងនោះវាមិនមែនមានន័យថាជាការលះបង់គេហៅថាប្រពៃណីឬក៏ការតម្រូវរបស់សាសនាឯណាមានន័យថាមួយរយៈខ្លីឬក៏2នាទី1នាទីថតមកឆ្វាច់បាទថតមកឆ្វាច់ឲ្យបងប្អូនពាក់វិញទៅពីព្រោះពាក្យថាអត្តសញ្ញាណគឺដើម្បីសម្គាល់ថាបុគ្គលនឹងជាអ្នកណាបុគ្គលនឹងមានអ្វីសម្គាល់នៅលើផ្ទៃមុខមានប្រជ្រួយពីរឬក៏មានស្លាកស្នាមនៅទីនេះមានខួចនៅតាណាខួចកាពេខូតអីអាហ្នឹងគឺថាគឺសម្គាល់អញ្ចឹងបានកើតបើយើងអត់ដោះចេញចោះបាត់អាហ្នឹងគឺសម្គាល់អត្តសញ្ញាណដែលកើតហ្នឹងមកផ្លែទេបងប្អូនឥឡូវពិភាក្សាជាមួយនឹងស្អីគេហៅអីគេថ្នាក់ដឹកនាំសាសនាអ៊ីស្លាមអីក្នុងប្រទេសកម្ពុជាយើងមើលតើយើងគួរតែគិតធ្វើម៉េចពីព្រោះកាលណាយើងអត់មានអត្តសញ្ញាណប័ណ្ណយើងអត់អាចធ្វើកិច្ចការងារផ្សេងឲ្យបានតទៀតទេអាហ្នឹងយើងគិតទាំងអស់គ្នាអញ្ចឹងគេរំលឹកដែរថាប្រឈមនឹងការអត់ការងារធ្វើច្រើនអញ្ចឹងវាពិបាកអញ្ចឹងណាបងប្អូនណាមិនមែនជាការរើសអើងថាបងប្អូនត្រូវទៅដោះទេពីព្រោះប្រមូលរដ្ឋាភិបាលកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រហែលឆ្នាំមុននោះលោកបានអនុញ្ញាតឲ្យប្រកាសជាសាធារណៈថានិស្សិតស្រីជាពិសេសឬក៏ប្រុសក៏ដោយអ៊ីស្លាមគឺចូលសាលារៀនគឺថាអាចពាក់អាឃ្លុបមុខពាក់មួកអីបានបាទណាចាំបាច់ហ្នឹងហើយអត់បាច់ចាំបាច់ដោះដូចនិស្សិតធម្មតាអញ្ចឹងបើសិទ្ធិសេរីភាពប៉ុណ្ណឹងណាបាទអរគុណឥឡូវសូមជូនមួយរឿងទៀតខ្ញុំម្ដងគឺកំពង់ឆ្នាំងបងប្អូនគឺថាក្រមការងារចម្រុះថ្នាក់ខេត្តបានចុះទៅដោះស្រាយបណ្ដឹងបងប្អូនប្រជាពលរដ្ឋចំនួន120នាក់126នាក់បាទក្នុងសំណុំរឿងរំលោភផ្លូវសាធារណៈនៅខេត្តកំពង់ឆ្នាំងបាទក្រុមការងារចម្រុះថ្នាក់ខេត្តដឹកនាំដោយលោកមុំឈឿនបាទប្រធានមន្ត្រីព័ត៌មានខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្តបានចុះមកពិនិត្យពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋ120នាក់126នាក់យេមិនចេះហើយបានសម្រេចកំណត់យកថ្ងៃទី25ខែស្អែកនេះណាជាថ្ងៃត្រូវប្រជុំពិភាក្សាគ្នាជាមួយនឹងលោកកាន់ប៊ុនសេងដែលរងការចោទប្រកាន់ណាជាមួយតំណាងបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិដើម្បីសម្របសម្រួលដោះស្រាយរឿងរំលោភផ្លូវសាធារណៈនៅឃុំពង្រោនិងឃុំស្វាយជ្រុំស្រុករលៀបវាខេត្តកំពង់ឆ្នាំងប្រធានក្រុមការងារថ្នាក់ខេត្តនេះបាននិយាយឲ្យដឹងថាគឺយើងត្រូវតែស្វែងរកនៅដំណោះស្រាយរួមមួយដើម្បីជាប្រយោជន៍ទាំងសងខាងប្រយោជន៍ប្រជាពលរដ្ឋផងប្រយោជន៍ទាំងភាគីដែលរងការចោទប្រកាន់ផងបាទលោកប្រធានក្រុមការងារថ្នាក់ខេត្តលោកបានបន្តថាក្រុមចម្រុះចុះត្រួតពិនិត្យរួមមានមន្ទីរសាធារណការខេត្តមន្ទីរអធិការកិច្ចទំនាក់ទំនងព្រឹទ្ធសភានិងរដ្ឋសភាខេត្តមន្ទីរដែនដីនគររូបនីយកម្មសូរិយោដីខេត្តមន្ទីររ៉ែនិងធម្មពលខេត្តនិងអាជ្ញាធរភូមិឃុំស្រុកនៅចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងតាមពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នោះបាទ
អញ្ចឹងមានអារម្មណ៍ចាំមើលបន្តទៀតទេថ្ងៃទី25 ស្អែកត្រូវហើយ25 ស្អែកបាទ25 ស្អែកហើយចំពោះរឿងនេះគឺលោកកាន់ប៊ុនសេងដែលរងការចោទប្រកាន់ពីបងប្អូនប្រជាពលរដ្ឋថារំលោភផ្លូវសាធារណៈលោកបានបំភ្លឺប្រាប់ទូហងមាសថាការជីកយកដីរបស់គាត់ដីឥដ្ឋរបស់គាត់គឺថាមិនបានរំលោភលើផ្លូវលំនោះទេប៉ុន្តែការខូចខាតអស់ផ្លូវប្រវែងជា60 ម៉ែត្រនោះគឺដោយសារឆ្នាំកន្លងទៅវាមានភ្លៀងធ្លាក់ខ្លាំងណាធ្លាក់ពីលើភ្នំបង្កជាជំនន់ហើយបានបំផ្លាញដានផ្លូវចាស់ទៅលោកបន្តថាដោយមានការសម្របសម្រួលពីក្រមការងារថ្នាក់ខេត្តលោកបានយល់ព្រមជួសជុលផ្លូវនោះឡើងវិញចំនួន2 ដងរួចមកហើយដោយបានពង្រីកផ្លូវនេះគឺថាបានធំជាងមុននិងបានដាក់លូមុខកាត់ 0.80 ម៉ែត្រពីកន្លែងប៉ុន្តែកម្លាំងទឹកហូរនោះវានៅតែខ្លាំងដែលធ្វើឲ្យផ្លូវត្រូវបន្តខូចខាតរងគ្រោះតទៅទៀតទៅអាហ្នឹងគឺថាការបញ្ជាក់របស់ភាគីដែលរងការចោទប្រកាន់ថារំលោភយកផ្លូវសាធារណៈជីកអាចដីលក់ឬក៏ធ្វើអីអញ្ចឹងណាបាទអរគុណណាសូមអញ្ជើញលោកបុត្រាបន្តចាំមើលស្អែកដោះស្រាយបែបណាតទៅទៀតបាទឥឡូវសូមអនុញ្ញាតសម្រាប់បន្តិចសិនទៅដោយសារដល់ម៉ោងដល់វេលាហើយសូមអនុញ្ញាតសម្រាប់បន្តិចសិនពាក់ក្រោយនឹងភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍តាមបណ្ដាខេត្តមួយចំនួនទៀតបាទ